រឿងនេះគឺទទួលបានពីបងណប់ប៉ុន្តែសូមបញ្ជាក់ទៅដល់ប្រិយមិត្តទាំងអស់គ្នាបន្តិចថាសាច់រឿងមួយនេះខ្ញុំបាទសូមរក្សាឯកជនភាពទៅដល់សាច់រឿងណាអញ្ចឹងសូមដាក់ឈ្មោះតួអង្គហៅគាត់ថាបងណប់ទៅហើយទីតាំងកន្លែងកាត់ហេតុគឺខ្ញុំអត់សូមបញ្ជាក់កន្លែងណាពិតប្រាកដទេដោយសារតែយើងអត់ចង់ឲ្យបងប្អូនទៅដល់កន្លែងមួយហ្នឹងទៅគឺអត់សុបាយចិត្តប៉ះពាល់ទៅដល់កន្លែងគេអីចឹងទៅអញ្ចឹងរឿងរ៉ាវមួយនេះគឺបានមកពីបងណប់គាត់គឺជាប៉ូលីសណាគាត់ថារឿងមួយហ្នឹងគឺកើតឡើងនៅក្នុងអំឡុងឆ្នាំ2010អូយូរដែរហ្នឹងហើយគាត់ថា2010ហ្នឹងគាត់ទើបតែចេញធ្វើជាប៉ូលីសបាន2ឆ្នាំទេគាត់មកធ្វើប៉ូលីសតាំងឆ្នាំ2008ហើយនៅក្នុងអំឡុងឆ្នាំ2010ហ្នឹងគាត់ថាគាត់ទៅធ្វើការនៅខេត្តមួយហ្នឹងបានទើបតែ2ឆ្នាំទេតាមពិតកន្លែងដែលគាត់ធ្វើការហ្នឹងមិនមែនសុខកំណើតរបស់គាត់ទេអូចាំមានតែគាត់ផ្លាស់ទីពីបាទដោយសារតែការងារគាត់ហ្នឹងគឺត្រូវតម្រូវចាប់ប៉ុស្តិ៍ទៅបានទៅកន្លែងប៉ុស្តិ៍មួយហ្នឹងអញ្ចឹងគេថាឲ្យគាត់ហ្នឹងធ្វើការឲ្យបាន 4-5 ឆ្នាំទៅចាំនៅកន្លែងចិត្តផ្ទះគាត់ហ្នឹងគេរើសចាំគេបញ្ជូនគាត់មកអូខេយល់ហ្នឹងហើយគាត់ថានៅឆ្នាំ2010ហ្នឹងគាត់ទៅធ្វើការនៅប៉ុស្តិ៍មួយកន្លែងប៉ុស្តិ៍ហ្នឹងមានន័យថាកន្លែងប៉ុស្តិ៍នគរបាលណាអ្នកទាំងអស់គ្នាអញ្ចឹងគាត់ទៅនៅហ្នឹងគាត់យាមផងគាត់ហូបបាយហូបអីសម្រាននៅហ្នឹងអញ្ចឹងទៅអញ្ចឹងគាត់ថានៅថ្ងៃមួយហ្នឹងគាត់ត្រូវមកវេនយាមមានគ្នា2នាក់វេនយាមហ្នឹងពេលយប់ក៏ពេលថ្ងៃពេលយប់យល់វេនប្រចាំការនៅប៉ុស្តិ៍ហ្នឹងណាអញ្ចឹង2នាក់ប៉ុន្តែចាយដនអីនៅថ្ងៃហ្នឹងដោយសារតែបងម្នាក់ទៀតហ្នឹងគាត់ប្រពន្ធគាត់ទើបតែសម្រាលកូនឲ្យបាន3ខែទេអញ្ចឹងកូនគាត់នៅតូចមិនកូនគាត់ឈឺបាទកូនគាត់ឈឺចឹងនៅយប់ហ្នឹងគឺគាត់សុំឲ្យបងនប់ហ្នឹងនៅយាមតែឯងទៅដោយសារបងនប់គាត់នៅសម្រាកនៅហ្នឹងអីហើយបើសិនជាមានរឿងរ៉ាវអីដូចជាប្រជាពលរដ្ឋមកពឹងពាក់ចង់ដាក់ពាក្យបណ្ដឹងអីអាចបើសិនមានរឿងណាធំដុំចាំតំណែងតាក់ទងមកគាត់ទៅហ្នឹងហើយអញ្ចឹងបងនប់ថានៅយប់ហ្នឹងក៏អត់បញ្ហាទេគាត់គេងតែឯងក៏បានដែរដោយសារគាត់ប្រចាំនៅហ្នឹងហើយគាត់ទៅគេងគាត់សម្រានព្រោះអីគាត់ហូបបាយហូបទឹកនៅហ្នឹងហើយគាត់ថានៅម៉ោងប្រហែលជា7:11ម៉ោងអាចនឹងខ្ទង់11កន្លះដោយសារតែនៅក្នុងជំនាន់ហ្នឹងគឺគាត់ចូលចិត្តស្ដាប់វិទ្យុ ABC គាត់អត់មានរ៉ាឌីយ៉ូទេគាត់មានទូរស័ព្ទ N7 គាត់មួយគាត់ដោតកាសណាហ្នឹងហើយគាត់ដោតកាសហើយគាត់ស្ដាប់ទៅវិទ្យុ ABC គាត់ថាពងតែស្ដាប់សាច់រឿងតាក់ទងជាមួយនឹងការសាច់រឿងនៅក្នុងវិទ្យុ ABC ហ្នឹងព័ត៌មានពួកអីយ៉ាងជក់គាត់ថាពងតែស្ដាប់គាត់រៀបនឹងដេកហើយគាត់ថាពេលហ្នឹងគឺមានសម្លេងគេហៅគាត់ហ្នឹងសម្លេងមនុស្សប្រុសឬមនុស្សស្រីសម្លេងមនុស្សស្រីហៅគាត់ពូហៅគាត់អញ្ចឹងហ្មងជាប់គ្នាពូហើយសម្លេងហ្នឹងគឺហៅពីចម្ងាយអញ្ចឹងគាត់ក៏ភ្ញាក់ព្រឹកមកគាត់ក៏បិទទូរស័ព្ទរបស់គាត់បិទវិទ្យុហ្នឹងណាគាត់ថាចំពីណាគេមករកប្តឹងអីទាំងយប់អញ្ចឹងណាព្រោះអីគាត់វេនយាមអ្នកមករកគាត់គឺដឹងថាប្រជាពលរដ្ឋមានបញ្ហាអីយប់ប្រលប់ហើយគាត់ក៏បិទបន្ថយសម្លេងទៅគាត់ឮសម្លេងហៅពូប៉ុន្តែសម្លេងហ្នឹងរឿងឆ្ងាយគាត់បិទហើយគាត់ដើរចេញទៅពេលដែលគាត់ដើរចេញទៅហ្នឹងគាត់ដើរទៅខាងមុខទៅគាត់ឃើញមនុស្សស្រីម្នាក់សភាពមិនដែរបងមនុស្សស្រីហ្នឹងគាត់ថាគាត់មើលអត់សូវច្បាស់ប្រហែលទេប៉ុន្តែស្លៀករ៉ូបស៊ីកាអូចឹងបើនិយាយទៅសភាពគាត់អាចនឹងចេញពីកម្មវិធីទេអាចនឹងចេញពីកម្មវិធីគាត់ថាហៅគាត់ពីលបងដោយសារតែប៉ុស្តិ៍ប៉ូលីសគាត់ហ្នឹងនៅខាងមុខគាត់បិទទ្វារតែគាត់អត់ចាក់សោទេគាត់គ្រាន់តែបិទទ្វារលបងទៅគាត់ឃើញម្នាក់ស្រីហ្នឹងហៅគាត់ពូគាត់ក៏ដើរជិតទៅដល់គាត់សួរថាចាអញរកមានការអីគាត់ថាចោលប្លន់ម៉ូតូគាត់អូចឹងពេលហ្នឹងគាត់នៅយាមការតែឯងទេគាត់នៅយាមការតែឯងហើយម្នាក់ស្រីហ្នឹងនិយាយមកគាត់ថាដូចជាចង់យំបន្តិចចឹងគាត់ថាចោលប្លន់ម៉ូតូគាត់ហើយនិយាយមកអញ្ចឹងបងនប់គាត់ក៏សួរទៀតគាត់ដើរអត់ទាន់ទៅដល់ទេគាត់ថាដូចដើរទៅចិត្តចង្ងាយពីគ្នាអញ្ចឹងគាត់សួរម៉ូតូចោលប្លន់នៅណាបងចោលប្លន់នៅណាគាត់ថាចោលប្លន់នៅកន្លែងខ្នងទំនប់ដោយសារតែនៅតំបន់គាត់ហ្នឹងគឺមានផ្លូវមួយគេហៅទំនប់មួយណាអញ្ចឹងផ្លូវហ្នឹងវារឿងស្ងាត់ហើយតំបន់ហ្នឹងគេហៅតែខ្នងទំនប់ទេបាទអញ្ចឹងពេលហ្នឹងគ្រាន់តែឮម្នាក់ស្រីថាមានចោលប្លន់នៅកន្លែងខ្នងទំនប់បងនប់ហ្នឹងគាត់ថាឥឡូវបងឯងចាំខ្ញុំនឹងបន្តិចហើយខ្ញុំទៅទាញម៉ូតូចេញមកសិនជិះទៅមើលគាត់រឿងភ័យដែរដោយសារតែប្រជាពលរដ្ឋមកពឹងពាក់មកពឹងប៉មកដាក់ពាក្យបណ្ដឹងហ្នឹងហើយយប់ទៀតហ្នឹងហើយយប់អញ្ចឹងគាត់អត់មានហៅបងស្រីហ្នឹងឲ្យចូលមកក្នុងសិនអត់ទេគ្រាន់តែឮប្លន់កន្លែងខ្នងទំនប់គាត់ស្វាបកទៅយកម៉ូតូកន្លែងគាត់ដេកដើម្បីជិះចេញទៅមើលគាត់ថាបងចាឯងចាំនឹងតិចហើយគាត់
ទៅយកម៉ូតូអញ្ចឹងបងនប់ហ្នឹងគាត់ក៏ទៅយកម៉ូតូទៅគាត់បកទៅយកម៉ូតូខាងក្រោយម៉ូតូគាត់ទុកខាងក្រោយបកចេញមកវិញសាប់តែបាត់បងស្រីនឹងបាត់គាត់ថាឲ្យបងស្រីហ្នឹងគឺចាំគាត់អាកន្លែងមុខហ្នឹងទៅហើយចាំគាត់ចេញម៉ូតូមកដឹកជិះទៅកន្លែងកាត់ហេតុទាំងអស់គ្នាហើយគ្រាន់តែដល់បាត់បងស្រីនឹងបាត់គាត់អូម៉ូតូថាប្រហែលជាអត់ដល់5នាទីផងគាត់រឿងប្រញាប់ផងណាដោយសារពេលហ្នឹងគាត់ចេញមកអត់ពាក់អាវគាត់ពាក់អាវពាក់អីគាត់អញ្ចឹងទៅគាត់យកសម្ភារៈគាត់អីចឹងណាពាក់ឯកសន្តានអត់ពាក់ឯកសន្តានទេគាត់គ្រាន់តែទាញមានអាវយឺតរបស់គាត់ពាក់មកហ្នឹងឯងគាត់យកសម្ភារៈអីគាត់ការពារខ្លួនអញ្ចឹងទៅគាត់ថាពេលគាត់ចេញមកបាត់បងស្រីនឹងបាត់គាត់ថាចំតាណាគាត់គិតថាប្រហែលជាបងស្រីនឹងផិតភ័យអីអាចនឹងរត់ទៅមុនគាត់អញ្ចឹងណាគាត់ទៅរត់មកប្តឹងអីចឹងព្រោះអីកន្លែងដែលកាត់ហេតុហ្នឹងបើនិយាយពីកន្លែងខ្នងទំនប់ហ្នឹងមកកន្លែងប៉ោះគាត់តែ2គីឡូឯងចិត្តដែរទេចិត្តអញ្ចឹងបងនប់គាត់ថាគាត់ជិះម៉ូតូទៅតាមក្រោយគេលោកបងស្រីហ្នឹងគាត់ផិតភ័យជាធម្មតាយើងតែមានរឿងអីយើងផិតភ័យឯងរត់មកប្តឹងហ្នឹងឯងសន់ស្លោឯងគាត់គិតថាគាត់ជិះទៅតាមក្រោយពេលដែលគាត់ជិះទៅតាមក្រោយអត់ឃើញឯងគាត់ថាគាត់ជិះបដាគាត់ចំម្នាក់ហ្នឹងខុសឬក៏ដើរព្រោះលឿនពេកហ្នឹងហើយគាត់គាត់តែមកផ្លេតហ្នឹងអត់ដល់ប្រហែលនាទីផងហ្នឹងមិនក៏បាត់ឈឹងឬមួយក៏មានពីណាគេចង់មកលេងសើចមួយគាត់ក៏ហក់គាត់បើសិនសម័យឥឡូវគេហៅថាមកចិត្តមកប្រេងគាត់អីចឹងហ្នឹងហើយអញ្ចឹងគាត់ជិះរហូតចិត្តដល់ខ្នងទំនប់អត់ឃើញគាត់ថាបើសិនជាបងស្រីហ្នឹងរត់ទៅតាមផ្លូវហ្នឹងវិញគាត់ជិះមកគឺឃើញហើយអញ្ចឹងគាត់ក៏គិតថាគួរតែទៅមុខអត់គួរទៅមុខឬក៏បកក្រោយគាត់អត់ខ្លាចខ្មោចទេគាត់ខ្លាចមនុស្សហ្នឹងគឺគុំធ្វើស៊ីគាត់ហ្នឹងហើយព្រោះគាត់នៅតែឯងហើយណាមួយគាត់គឺជាសមត្ថកិច្ចអត់ដឹងថាពីណាគេស្រឡាញ់ពីណាគេស្អប់ពីណាគេអីចឹងទៅហើយណាមួយគាត់តែឯងប៉ុន្តែគាត់តាំងចិត្តថាទៅគាត់អត់ខ្លាចទេដោយសារតែគាត់យកហ្នឹងហើយគាត់មានសម្ភារៈការពារខ្លួនគាត់ណាអត់ចង់និយាយថាពាក្យហ្នឹងវានៅក្នុងវីដេអូរបស់យើងគាត់ជិះទៅដល់ខ្នងទំនប់ហ្មងទៅដល់ខ្នងទំនប់គាត់ថាសភាពគឺស្ងាត់ឆឹងស្ងាត់ហ្មងម៉ោង11ជាងហើយពេលហ្នឹងគឺមានកម្មវិធីគេនៅឲ្យចុងទំនប់កម្មវិធីការប៉ុន្តែកម្មវិធីការហ្នឹងគឺគេរំសាយរោងដល់ម៉ោង11ហ្នឹងហើយឥឡូវវាម៉ោង7:12ហើយស្ងាត់អត់មានម៉ូតូជិះទេគាត់ឈប់ម៉ូតូនៅកណ្ដាលខ្នងទំនប់ហ្នឹងណាភ្លើងពិលគាត់មួយប្រចាំងមើលជុំវិញទាំងអស់អត់មានឃើញអីទាំងអស់ពេលដែលគាត់អត់ឃើញអីទាំងអស់អញ្ចឹងគាត់ក៏សម្រេចចិត្តបកមកកន្លែងប៉ោះយាមគាត់វិញគាត់គិតថាខ្លាចជាគេលេងសើចហើយគាត់រៀបនឹងដេម៉ូតូចេញមកដឹងមិនអត់មានអីវិញបងពេលដែលដេម៉ូតូចេញមកគឺគាត់ឮសំឡេងគេហៅគាត់សំឡេងមនុស្សអត់ដើរឬក៏សំឡេងហ្នឹងគាត់ថាអត់ច្បាស់ថាជាមនុស្សស្រីឬមនុស្សប្រុសទេគាត់គ្រាន់តែឮតែពីរវើទេប៉ុន្តែសំឡេងហ្នឹងគឺចេញមកពីខាងក្រោមស្ពានអូចឹងមានន័យថាអាឡែងទំនប់ហ្នឹងមានស្ពានមែនហ្នឹងហើយជាធម្មតាទំនប់គេអញ្ចឹងទៅគេមានស្ពានបើកទឹកហូរហើយហ្នឹងហើយអញ្ចឹងស្ពានហ្នឹងគឺវាធំហ្នឹងស្ពានធំប៉ុន្តែពេលហ្នឹងគឺអត់មានទឹកហូរខ្លាំងទេគ្រាន់តែគេបើកអហូរមកល្មមទៅគាត់ឮសំឡេងចេញពីក្រោមស្ពានមកច្បាស់មកឮសំឡេងឮតែ2ម៉ាត់ទេប៉ុន្តែអត់ដឹងថាសំឡេងហ្នឹងគេហៅគាត់ឬក៏មិនដឹងមិនគាត់ចុះមើលចុះតាំងយប់មកគាត់ដោយសារតែគាត់ចូលតាមរៀលខ្នល់ស្ពានហ្នឹងណាអូខេគាត់ទៅប្រចាំងមើលថាតើពីណាគេហៅគាត់នៅក្រោមស្ពានគាត់ចុះទៅនៅពេលដែលគាត់ចុះទៅគាត់ប្រចាំងពិលមើលអត់មានឃើញអីទេឃើញតែទឹកហូរហ្នឹងឃើញតែទឹកហូរអញ្ចឹងគាត់ក៏អត់ដឹងធ្វើអីបកត្រឡប់មកប៉ុស្តិ៍មកទាំងយប់ពេលដែលគាត់ត្រឡប់មកគាត់និយាយដែរគាត់ថាតាំងពីដើមមកមនុស្សគាត់អត់សូវចេះខ្លាចខ្មោចទេជឿទៅអត់ហ្មងគាត់ថាអត់ជឿអារឿងខ្មោចអត់ជឿអារឿងស្អីផ្សេងហ្នឹងទេគាត់ខ្លាចតែមួយទេគាត់ក៏ភ្លើងគាត់ហ្នឹងហើយនៅពេលអញ្ចឹងគាត់ក៏បកមកវិញគាត់មានអារម្មណ៍ថាទុយល្ងាគាត់ថាអត់ដឹងអាភឺសវល់នឹងមិនទេគាត់ថារឿងហ្នឹងហើយខ្នងមកគាត់រឿងស្រាក់តែជាក់ស្រេបដូចមានណាគេមកតាមក្រោយគាត់អញ្ចឹងគាត់ចេះជីគៀកមើលដែរគេលោមានពីណាគេអីតាមក្រោយគាត់អញ្ចឹងមានបំណងអត់ល្អគាត់មកដល់ប៉ុស្តិ៍គាត់ក៏សម្រានអីទៅនៅជប់ហ្នឹងស្អែកឡើងគាត់ថាម៉ោង9មានអ៊ំម្នាក់មកដាក់ពាក្យបណ្ដឹងថាគាត់បាត់កូនគាត់ចេញពីការមកឈប់សិនបងអ៊ំហ្នឹងអ៊ំស្រីឬក៏ប្រុសស្រីម្ដាយមកដាក់ពាក្យបណ្ដឹងថាគាត់បាត់កូនគាត់ទៅការតាំងជុំវិញអត់ឃើញត្រឡប់មកផ្ទះទេអញ្ចឹងដាក់ពាក្យបណ្ដឹងអីហើយអស់
បងនប់ហ្នឹងគាត់ឲ្យសុំយករូបថតមកសុំរូបថតមកហើយសុំថ្ងៃរូបថតចុងក្រោយថ្ងៃគាត់ចេញទៅបានរូបថតចុងក្រោយទៀតរូបថតគាត់ស្លៀករូបតកាគេហ្នឹងរូបដូចនិយាយទៅគ្រាន់តែបងនប់គាត់ឃើញអារូបថតមកដាក់ពាក្យបណ្ដឹងហ្នឹងគាត់ថាអញម្នាក់ហ្នឹងមករកគាត់ជុកវិញហ្នឹងហើយ